បងប្អូនណាខ្លះទន្ទឹងការរងចាំនៃការចុះទឹករបស់ទូកងអេសានបុរីសំណាងសែនជ័យសាជាថ្មីក្រោយរយៈពេលខកខានចុះទឹកក្នុងឆ្នាំ2023ជាឆ្នាំចុងក្រោយនៃការចុះទឹកនៅឯខេត្តកំពង់ធំអញ្ចឹងមានន័យថាខានចុះទឹកពី3ឆ្នាំហើយបងប្អូនដែលនិយមគ្រប់គ្រងវិស័យទូកងនិងអ្នកគ្រប់គ្រងទូកងខាងលើប្រកាសជាចាំជាក់ជាមិនខានទេបងប្អូនជំរាបប្រាប់បងប្អូនឲ្យបានជ្រាបថានៅក្នុងឆ្នាំ2026នេះទូកងខាងលើគឺចាប់ផ្ដើមកែកុនរុះរើសាជាថ្មីហើយនឹងអាចនឹងលាបពណ៌ថ្នាំថ្មីឆាប់នេះអញ្ចឹងបងប្អូនចាំតាមដានទាំងអស់គ្នាថាទូកងខាងលើនៅពេលដែលចុះរកលបឿនទៅជាយ៉ាងណាហើយគំនូនៃការឡើងពណ៌ថ្មីទៅជាយ៉ាងណាសម្រាប់ទូកងអេសានបុរីសំណាងសែនជ័យបងប្អូនដឹងអត់កាលពីឆ្នាំ2025ទូកងខាងលើគឺបានចុះទឹកម្ដងហើយក្នុងការកែកុនឡើងវិញហើយបដូរពីទូកលេងចន្ទុលទៅជាទូកលេងកងយោខ្ញុំចាំបានថាកាលពីឆ្នាំ2025ទូកងខាងលើគឺរត់លបឿនលឿនល្អមែនតើដែលខាងកាន់នឹងគឺចំណុះបងប្អូនយើងនៅខាងផ្ការិចគ្រប់រដូវនៅខាងបងប្អូនយើងស្រុកសណ្ដានមកអុំផ្ទាល់ទៅដល់អូរត់លបឿនល្អអញ្ចឹងបងប្អូនចាំតាមដានថាក្នុងឆ្នាំ2026នេះទូកងខាងលើគឺរត់លបឿនលឿនដូចឆ្នាំ2025ឬក៏យ៉ាងណាអញ្ចឹងបងប្អូនមានតែចាំតាមដានទស្សនាទាំងអស់គ្នានៅពេលដែលជាងធ្វើហើយនៅពេលដែលឡើងគំនូហើយនោះទូកងខាងលើអាចនឹងចុះទឹកបើយើងឮដំណឹងលៀងថាឆ្នាំនេះនៅខាងស្រុកសាទកំពតយើងអាចនឹងអុំទូកទៀតហើយប្រហែលជានៅខាងស្ពានត្អោកបើសិនជាអុំនៅស្ពានត្អោកទូកងខាងលើអាចនឹងប៉ះត្អោកហើយប៉ះរបៀបថាមិត្តភាពដកស្រង់បច្ចេកទេសក្នុងការត្រៀមខ្លួនក្នុងការចូលរួមអុំប៉ុណ្ណាំងនៅខាងខេត្តកំពង់ធំក៏ដូចជានៅខាងរាជធានីភ្នំពេញផ្ទាល់តែម្ដងអញ្ចឹងបងប្អូនដែលនិយមគ្រប់គ្រងវិស័យទូកងដូចខ្ញុំច្បាស់ជាចាំជាក់ជាមិនខានទេអូដឹងតែពេញលេងឯឆ្នាំនេះបងប្អូនអរគុណ